อันนี้คือជាកំណត់ហេតុរបស់ក្រសួងមហាផ្ទៃគឺរយៈពេល3ខែនៅក្នុងឆ្នាំ2026ហ្នឹងគឺចាប់ពីថ្ងៃទី1ខែមករារហូតដល់ថ្ងៃទី10ខែមេសាឆ្នាំ2026គឺមានគ្រោះថ្នាក់ចរាចរណ៍កើនរហូតដល់710ករណីនិងបណ្ដាលឲ្យមនុស្សស្លាប់រហូតដល់472នាក់ហើយនឹងមានអ្នករងរបួសធ្ងន់និងស្រាលរហូតដល់1114នាក់ខ្ញុំមានរឿងមួយចង់ជជែកជាមួយនឹងអ្នកនរគ្នាកាលពីថ្ងៃច័ន្ទម្សិលមិញខ្ញុំបានស្នើគម្រោងចំនួន6ទៅឲ្យគ្រូរបស់ខ្ញុំប៉ុន្តែក្នុងគម្រោងទាំង6ហ្នឹងអត់មានគម្រោងមួយណាជាប់ទេទាំងអស់គ្នាដោយសារតែភាគច្រើនជាគម្រោងដែលលើសពីសមត្ថភាពរបស់ខ្ញុំដែលខ្ញុំអាចធ្វើទៅបានណាហើយនៅក្នុងគម្រោងទាំង6ហ្នឹងមានគម្រោងមួយដែលខ្ញុំចាប់អារម្មណ៍ហើយខ្ញុំចង់ធ្វើវាខ្លាំងមែនទែនបើសិនជាខ្ញុំរៀនចប់ទៅខ្ញុំមានឱកាសខ្ញុំនឹងធ្វើគម្រោងមួយនឹងបន្តគម្រោងមួយនឹងពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែររបស់យើងដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែររបស់យើងបច្ចុប្បន្នហ្នឹងគឺមានការកើនឡើងខ្លាំងមែនទែនហើយនេះព័ត៌មានដែលក្រសួងមហាផ្ទៃគាត់បានសរុបមកហើយខ្ញុំបានទៅស្វែងរកព័ត៌មានមួយនឹងដើម្បីទស្សនាគម្រោងឲ្យគ្រូរបស់ខ្ញុំខ្ញុំចង់មកចែកម្លែកជាមួយនឹងអ្នកនរគ្នាអានេះគឺជាកំណត់ហេតុរបស់ក្រសួងមហាផ្ទៃគឺរយៈពេល3ខែនៅក្នុងឆ្នាំ2026ហ្នឹងគឺចាប់ពីថ្ងៃទី1ខែមករារហូតដល់ថ្ងៃទី10ខែមេសាឆ្នាំ2026គឺមានគ្រោះថ្នាក់ចរាចរណ៍កើនរហូតដល់710ករណីនិងបណ្ដាលឲ្យមនុស្សស្លាប់រហូតដល់472នាក់ហើយនឹងមានអ្នករងរបួសធ្ងន់និងស្រាលរហូតដល់1114នាក់ហើយអានេះគឺជាកំណត់ហេតុរបស់ក្រសួងមហាផ្ទៃបន្ទាប់មកទៀតគាត់បានធ្វើការសរុបកំណត់ហេតុរយៈពេល10ថ្ងៃចុងក្រោយនៅក្នុងឆ្នាំ2026នឹងដដែលគឺគិតចាប់ពីថ្ងៃទី11រហូតដល់ថ្ងៃទី20ខែឧសភាគឺមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន55ករណីនិងមានមនុស្សស្លាប់ចំនួន33នាក់ហើយមានអ្នករងរបួសធ្ងន់និងស្រាលរហូតដល់ទៅ95នាក់អានេះគាត់ធ្វើការសរុបពីថ្ងៃទី11ដល់ថ្ងៃទី20ឧសភាហើយនៅថ្ងៃទី23ឧសភានឹងដដែលមានគ្រោះថ្នាក់ចរាចរណ៍មួយដែលទាំងអស់គ្នាប្រកាសជាបានដឹងហើយគឺមានករណីឡានដឹកកម្មកររោងចក្រចំនួន2គ្រឿងបានគ្រោះថ្នាក់ចរាចរណ៍នៅក្នុង2ខេត្តផ្សេងគ្នាហើយនៅក្នុងនោះគឺមានអ្នកស្លាប់ចំនួន14នាក់ហើយមានអ្នករងរបួសរហូតដល់93នាក់អញ្ចឹងគឺច្រើនខ្លាំងមែនទែនករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែររបស់យើងគួរតែអត់មើលរំលងទេក្នុងករណីនេះចំពោះបងៗនិងបងប្អូនដែលកំពុងតែមើលវីដេអូរបស់ខ្ញុំសូមសួរសំណួរមួយដោយត្រង់ចេញពីចិត្តចុះតើមានប្រមាណអ្នកដែលយល់ដឹងពីច្បាប់ចរាចរណ៍នៅស្រុកខ្មែររបស់យើងអាយុ18ឆ្នាំទើបអាចបើកបរបានប៉ុន្តែយើងសង្កេតមើលជាក់ស្ដែងក្មេងៗអាយុ13 14ឆ្នាំក៏អាចបើកបរបានដែរមូលហេតុដែលគេហាមក្មេងអាយុក្រោម18ឆ្នាំនៅក្នុងការបើកបរហ្នឹងដោយសារតែគាត់អត់ទាន់មានស្មារតីពេញលេញដូចមនុស្សពេញវ័យទេហើយប្រសិនបើមានករណីគ្រោះថ្នាក់កើតឡើងតើគាត់មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការទទួលខុសត្រូវករណីនេះដែរឬអត់ហើយប្រជាជនយើងជាច្រើនគាត់អត់បានចេះច្បាប់ចរាចរណ៍ទេគម្រោងរបស់ខ្ញុំគឺខ្ញុំចង់ស្នើឲ្យក្រសួងបង្កើតច្បាប់មួយថ្មីគឺប្រជាជនទូទាំងប្រទេសអាយុ18ឆ្នាំដែលអាចបើកបរបានហ្នឹងត្រូវតែមានប័ណ្ណបើកបរសិនមិនមែនថាតើតែមានឡានតើតែបើកឡានទៅមានប័ណ្ណបើកបរណាបើកម៉ូតូក៏ដូចគ្នាហើយដូចបានយើងត្រូវបង្ខំអញ្ចឹងទាំងអស់គ្នាព្រោះគ្រោះថ្នាក់ចរាចរណ៍របស់ស្រុកខ្មែរយើងគឺកើនឡើងខ្លាំងមែនទែនគួរឲ្យកត់សម្គាល់ហើយអ្នកខ្លះនៅពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងហើយអត់ដឹងថាខ្លួនឯងខុសឬមួយក៏ត្រូវទៀតជាពិសេសជាមួយនឹងអ្នកដែលមានអំណាចយើងអត់ដឹងថាត្រូវនិយាយតវ៉ាជាមួយគេថាម៉េចដោយសារតែយើងយល់ដឹងពីច្បាប់ចរាចរណ៍នឹងតិចខ្លាំងមែនទែនអញ្ចឹងគម្រោងមួយហ្នឹងគឺខ្ញុំចង់ឲ្យប្រជាជនរបស់យើងអាយុ18ឆ្នាំមានប័ណ្ណបើកបរត្រូវតែឆ្លងកាត់ការអប់រំជាមុនសិនគឺយើងធ្វើជាវីដេអូនៅក្នុងការបញ្យល់បង្ហាញរបស់ពួកគាត់ហើយឲ្យពួកគាត់ឆ្លើយសំណួរនៅកំឡុងពេលដែលមើលវីដេអូហ្នឹងពីមួយសំណួរទៅមួយសំណួរពីមួយសំណួរទៅមួយសំណួរដោយតម្រូវឲ្យគាត់ត្រូវតែឆ្លើយសំណួរទាំងអស់ហ្នឹងឲ្យត្រូវពី80ទៅ90%ឬក៏ពេញ100%តែម្ដងទើបគាត់មានសិទ្ធិទទួលបានប័ណ្ណបើកបរហ្នឹងអ្នកទាំងអស់គ្នាសាកសម័យមើលប្រសិនបើយុវជនរបស់យើងប្រជាជនរបស់យើងគាត់មានការយល់ដឹងពាក់ព័ន្ធជាមួយនឹងច្បាប់ចរាចរណ៍គ្រប់គ្នារួមផ្សំជាមួយនឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរ៉ឹងសង្ឃឹមថាករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ហ្នឹងមានការថយចុះព្រោះខ្ញុំជឿថាគ្រប់គ្នាទាំងអស់គ្មានណាគេចង់ជួបគ្រោះថ្នាក់ចរាចរណ៍ទេព្រោះតែកាលណាជួបគ្រោះថ្នាក់ចរាចរណ៍ហើយគឺដឹងតែមានរបួសស្នាមហើយបើមិនបាត់បង់ទាំងអាយុជីវិតយ៉ាងហោចណាស់ក៏យើងមានស្នាមរបួសជាប់ខ្លួនដែរហើយគម្រោងមួយនេះខ្ញុំសង្ឃឹមថាមានបងឬមួយក៏បងប្អូនដែលគាត់នៅស្រុកខ្មែរយើងស្រាប់មានលទ្ធភាពអាចធ្វើគម្រោងនេះបានសាកល្បងធ្វើឲ្យសាកល្បងស្នើសុំទៅកាន់ក្រសួងរបស់យើងបើគាត់គិតថាគាត់យល់ព្រមខ្ញុំគិតថាជាប្រយោជន៍ធំខ្លាំងមែនទែនដល់ប្រជាជនរបស់យើងមូលហេតុដែលខ្ញុំមិនអាចធ្វើគម្រោងនឹងបានដោយសារតែខ្ញុំកំពុងតែនៅស្រុកគេណោះហើយខ្ញុំពិបាកនៅក្នុងការចុះទៅយកព័ត៌មានជាក់ស្ដែងនៅទីកន្លែងតែម្ដងអញ្ចឹងគ្រូក៏គាត់ផ្ដល់ហេតុផលមួយថាអើយប្រសិនបើខ្ញុំធ្វើគម្រោងមួយនឹងខ្ញុំចាំបាច់ត្រូវតែទៅខ្មែរដើម្បីរករួមព័ត៌មានទាំងអស់ហ្នឹងយកមកស្នើគាត់ហើយខ្ញុំអាចត្រូវធ្វើដំណើរចុះឡើងជាក់ស្ដែងការធ្វើដំណើរគឺអស់ច្រើនអញ្ចឹងបានគាត់អនុញ្ញាតឲ្យខ្ញុំធ្វើគម្រោងមួយនេះប៉ុន្តែគម្រោងមួយនេះមិនមែនជាគម្រោងថ្មីទេនៅប្រទេសជុំវិញរបស់យើងគឺគេបានធ្វើរួចហើយអញ្ចឹងសង្ឃឹមថាទៅថ្ងៃមុខគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកខ្មែររបស់យើងមានការថយចុះជាងនេះ